nhiệt nhôm bột bò để sạt ấy lâu này chiên đào này ha nhôm lý là đọc prem hà non mà đong nhôm cả na xôm đằng đăng xô mà hà non đam bay oi mà hà non chui bọ sài mơ thà bà chia bột bò để sạt tu tèng và tê khmai dương nâng mình tê tê bà man châu đọc buồn đọc pram liền nè stơ tại cột kia tầng o sắt săng tay chỉ bột tờ sa sân bát thầm hay cột vặt cột bà ram tu tèng và tê kịch vơ bon can ban chôm ban năng cột vặt cột bà ram nhom của na trong yul trong đăng thà ta hai đôi mặt đách ban chia phải chia bột tập bo để sát lục miền sạch thia chia thla nom kia thợ bon can ban đạ ban đắng ta kỹ thuật nâng nấc khơi và giao ở vây tư vì miền Paul miền và giao giang na khác ban triệt nom kia không rắn vừa bon đã ban can ban làm chôm ban ni xôm prem hà non vừa cả bộ sải ở ban các bác bài bị rốt và xa và kén chạy chôn to nhôm nhiệt ở ban sẽ đạp mặc mớ xôm aratani Namat thọ Ratanati Yasa Som Krab Sampean Namasika Chumpukun Nei Prah Trai Rod Doi Sekadai Kerup Chirah Thla Doyang Krai Leng Cheti Umpon Namasika Thwai Bangkum Chumpu Pakru Chang Atika Prom Teang Prah Kru Sot Prah Serai Mangkalu Tut Main Chun Chia Prakru Sot Sadam វត្តព្រះពុទ្ធគោសាចារ្យចិនដំដៃដែលមានគុណបំណាច់ដ៏ធំធេងចំពោះអង្គខ្ញុំបកករណាអាត្មាភាពនិងប្រសងដតីទៀតដោយសេចក្តីគោរពនមស្ការថ្វាយបង្គំព្រះពុទ្ធរកេតោគៀនសរតជាព្រះគ្រូសូត្រស្ដាំព្រះអន្តញ្ញាណោម៉ៅសុកលេខជាព្រះវិន័យធម៌ព្រមទាំងព្រះថេរៈធំនិងប្រសងគ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពចម្រើនពរញោមញាតបងប្អូនពុទ្ធបរិស័ទប្រុសស្រីអញ្ជើញមកកាន់ទឹកដីវត្តព្រះពុទ្ធគោសាចារ្យចិនដំដៃខាងត្បូងដើម្បីបំពេញនៅបុណ្យកុសលនាឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដែលជាទំនៀមទម្លាប់ប្រពៃណីតាំងពីបរមបុរាណមានជាហោហែរៀងមករហូតមកទល់គ្នានឹងពេលនេះថ្ងៃនេះញាតិញោមបានស្ដាប់ច្រើនមកហើយដែលព្រះកាសបលោកបានសាកសួរទៅកាន់ព្រះឧបល័យតាក់ទងទៅនឹងការសូត្របរាភវសូត្រនិងអត្តន័យមួយចំនួននៃការប្រពធ្វើនៅពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដោយឡែកខ្ញុំបកករណាអាត្មាភាពត្រូវព្រះកាសបៈលោកដណ្ដឹងសួរអំពីការប្រពធ្វើនៅពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌតើមានសារៈសំខាន់អត្ថប្រយោជន៍យ៉ាងណាខ្លះញាតិញោមបើយើងនិយាយអំពីអត្ថប្រយោជន៍ដែលញាតិញោមបានចំណាយទាំងពេលវេលាកម្លាំងចិត្តសម្បត្តិទ្រព្យធនដ៏មានតម្លៃនាំគ្នាយកនៅរបស់របរជាទេយទានមកប្រគេនដល់ព្រះសង្ឃនាឱកាសបុណ្យភ្ជុំបិណ្ឌនេះបើយើងនិយាយអំពីអត្ថប្រយោជន៍មានច្រើនដែលមិនអាចនឹងថ្លឹងថ្លែងរៀបរាប់ឲ្យអស់ថាតើបានប្រយោជន៍អ្វីខ្លះនោះគឺមានច្រើនណាស់ក្នុងទីនេះអាត្មាភាពនិយាយអំពីប្រយោជន៍នៃការធ្វើភ្ជុំបិណ្ឌមាន10យ៉ាងប្រយោជន៍នៃការធ្វើភ្ជុំបិណ្ឌទី1គឺជាលក្ខណៈនៃពុទ្ធសាសនាលក្ខណៈនៃពុទ្ធសាសនាគឺមានកម្មវិធីផ្សេងដើម្បីបានឱកាសឲ្យញាតិញោមទៅបំពេញនៅបុណ្យកុសលក្នុងនោះមានដូចជាពិធីបុណ្យអសលហបូជាពិសាខបូជាមេឃបូជានិងពិធីបុណ្យក្នុងរដូវព្រះវស្សានេះទោះបីថាបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះញាតិញោមធ្វើត្រឹមតែរយៈកាល15ថ្ងៃក៏ពិតមែនប៉ុន្តែស្ថិតនៅក្នុងរដូវនៃព្រះវស្សារដូវនៃព្រះវស្សា3ខែនេះគឺជារដូវឬជាពេលវេលានៃការទំនុកបំរុងបច្ច័យ4ដល់ព្រះសង្ឃញាតិញោមមិនបានធ្វើរហូតគ្រប់3ខែប៉ុន្តែបានធ្វើរយៈកាល15ថ្ងៃនេះ
chia ở cả đọc bị xeសម្រាប់ឲ្យញាតិញោមបានបំពេញនៅបុណ្យកុសលផ្សេងនៅក្នុងផ្ទៃនៃពុទ្ធសាសនាទី2បានប្រយោជន៍ដល់ព្រះសង្ឃដែលលោកគង់ចាំព្រះវស្សា3ខែនេះរដូវវស្សាញាតិញោមអ្នកស្រែអ្នកចម្ការចាប់ផ្ដើមសាបព្រោះបណ្ដុះដាំធ្វើរបរកសិកម្មដំណាំផ្សេងញាតិញោមមិនងាយនឹងមានឱកាសដើម្បីទៅវត្តវាទេប្រសង់ទៅបិណ្ឌបាតតាមផ្ទះតាមស្រុកញាតិញោមក៏មិនសូវនឹងបានជួបញាតិញោមអញ្ចឹងបងប្អូនពុទ្ធបរិស័ទយើងក៏បែងចែកគ្នាជាក្រុមជាវេនចែកថាថ្ងៃនេះក្រុមនេះទទួលវេននេះយកចង្ហាន់បច្ច័យទាំងឡាយ4ទៅទំនុកបំរុងដល់ព្រះសង្ឃបានទទួលនៅចង្ហាន់ញាតិញោមនឹងលោកបានបប្រតិបត្តិនៅធម៌វិន័យធ្វើឲ្យពុទ្ធសាសនានេះចម្រុងចម្រើនរុងរឿងទៅបានញាតិញោមថៃត្បិតតែពុទ្ធបានសម្ដែងថាក្នុងផ្ទៃនៃពុទ្ធសាសនានេះសាសនាពុទ្ធដែលរុងរឿងទៅបានដោយសារព្រះវិន័យក៏ពិតមែនតែញាតិញោមសូមពិចារណាថាតើពុទ្ធសាសនាដែលរុងរឿងទៅបាននោះអ្នកណាគេអ្នកជួយត្រត្រង់អ្នកណាគេអ្នកលើកស្ទួយនៅពុទ្ធសាសនាឲ្យរីកចម្រើនទៅបានគឺព្រះសង្ឃដែលលោកនៅត្រត្រង់ភេទជាបព្វជិតអ្នកបួសក្នុងពុទ្ធសាសនានេះនៅត្រត្រង់នៅព្រះវិន័យឲ្យសាសនានេះរុងរឿងទៅបាននោះលុះត្រាទីញាតិញោមទំនុកបំរុងដោយបច្ច័យទាំងឡាយ4មានចៃវិរៈបច្ច័យស្បង់ស្បៃត្រៃជីពបណ្ឌបាតតបច្ច័យមានចង្ហាន់បណ្ឌបាតជាដើមប៉ុណ្ណេះបើលោកអត់មានញាតិញោមយកចង្ហាន់មកប្រគេនទេសំបីតែថ្ងៃដតីញាតិញោមមិននាំគ្នាមកវត្តយកចង្ហាន់មកប្រគេនព្រះសង្ឃទៅហើយដល់ថ្ងៃភ្ជុំបិណ្ឌដល់ថ្ងៃចូលឆ្នាំញាតិញោមមិនខ្ចីរវីរវល់ទៀតក៏ព្រះសង្ឃមិនអាចត្រង់ពុទ្ធសាសនានេះជាភេទជាបព្វជិតនេះបានតទៅទៀតដែរអញ្ចឹងកាលណាញាតិញោមបានប្រគេនក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះលោកបានឆាន់ចង្ហាន់ដែលញាតិញោមបានទំនុកបំរុងលោកបានបដិបត្តិធម៌ឲ្យល្អពុទ្ធសាសនាក៏រុងរឿងទៅបានអញ្ចឹងអ្នកដែលត្រង់ព្រះវិន័យអ្នកដែលធ្វើឲ្យព្រះវិន័យធ្វើឲ្យសាសនានេះរុងរឿងទៅបានលុះណាតែមានព្រះសង្ឃនៅគង់វងបាននៅត្រង់វិន័យនេះទៅបានលុះណាទីញាតិញោមទំនុកបំរុងដោយបច្ច័យ4អញ្ចឹងប្រយោជន៍ទី2បានប្រយោជន៍សម្រាប់ព្រះសង្ឃនៅក្នុងពុទ្ធសាសនានេះប្រយោជន៍ទី3ដែលញាតិញោមធ្វើភ្ជុំបិណ្ឌគឺសម្រាប់ដល់ពពួកប្រែតពីព្រោះខ្មែរយើងមានជំនឿមួយថាថ្ងៃ100ខែភទ្របទទទួលគ្នានឹងថ្ងៃ1500ខែភទ្របទនេះពពួកយមរាយពពួកយមបាលគេបានដោះលែងអ្នកដែលទៅកើតក្នុងទីនោះមានឱកាសដើម្បីទទួលនៅទានទទួលនៅបាយទឹកនំចំណីដែលបងប្អូនអ្នករស់នេះគេឧទ្ទិសទៅឲ្យអញ្ចឹងឱកាសពេលហ្នឹងទោះបីរឿងនេះវាមិនមែនជារឿងពិតមិនមានអ្នកណាលែងប្រែតដោះលែងប្រែតក៏ពិតមែនតែទង្វើដែលញាតិញោមបានធ្វើទៅនឹងមិនមែនអត្ថប្រយោជន៍ទេញាតិញោមយកបាយមកប្រគេនដល់ព្រះសង្ឃយកនៅតីវត្ថុផ្សេងបំពេញបុណ្យកុសលក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌដែលញាតិញោមធ្វើទៅនឹងទោះបីប្រែតគេមិនដោះលែងក៏ពិតមែនប៉ុន្តែទង្វើបុណ្យដែលញាតិញោមបានធ្វើហើយមិនឥតប្រយោជន៍ឡើយទី1សម្រាប់ដល់អ្នកស្លាប់ទៅគឺពពួកប្រែតទី2គឺបានបុណ្យកុសលសម្រាប់ខ្លួនឯងនេះប្រយោជន៍នៃការធ្វើកាន់បិណ្ឌភ្ជុំបិណ្ឌទី3ទី4ការធ្វើឬក៏ការធ្វើឲ្យមាននៅការកាន់បិណ្ឌភ្ជុំបិណ្ឌនេះដើម្បីបានសងគុណចំពោះមាតាបិតាផងញាតិញោមសាកគិតមើលពេលខ្លះកូនចៅមិនសូវជាបាននឹកនាដល់ឪពុកដល់ម្ដាយនោះទេមួយខែមួយឆ្នាំតើយើងសួរថាមានកូនចៅប្រមាណអ្នកដែលចេះនឹកឃើញដល់ឪពុកដែលចេះនឹកឃើញដល់ម្ដាយអញ្ចឹងពេលខ្លះកូនចៅអាចបាននឹកនាដល់ឪពុកម្ដាយទេនៅពេលណាដែលបុព្វបុរសយើងបង្កើតឲ្យមានបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះកូនចៅ
យ៉ាងហើយណាស់មិនបាននឹកឪពុកម្ដាយឲ្យច្រើនឲ្យរាល់ខែរាល់ឆ្នាំយ៉ាងណាយ៉ាងហើយណាស់ក៏មានឱកាស2 ដងភ្ជុំបិណ្ឌចូលឆ្នាំចេះនឹកឃើញដល់ឪពុកម្ដាយដែលនៅស្រុកនៅតាមខេត្តនាំគ្នានឹករលឹកឃើញដល់សេចក្តីល្អនឹកឃើញដល់អ្នកមានគុណហើយមានរបស់របរបាយទឹកនំចំណីសម្លៀកបំពាក់បច្ច័យលុយកាក់ប្រាក់ទៅជូនមាតាបិតាកូនចៅយ៉ាងហោចណាស់ក៏បានបុណ្យកុសលក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌជុំបិណ្ឌនឹងមកពេលដែរនេះជាប្រយោជន៍ទី4ប្រយោជន៍ទី5គឺបានឱកាសដើម្បីសន្សំបុណ្យអ្នកខ្លះមួយឆ្នាំញាតិញោមសាកគិតមើលតើបានទៅវត្តប្រមាណដងខ្លះបើគុំតែមានកាន់បិណ្ឌជុំបិណ្ឌឬក៏ចូលឆ្នាំមួយឆ្នាំពេលខ្លះយើងបានទៅអើតវត្តមិនបានទៅក្បែរវត្តម្ដងផងអញ្ចឹងដែលមានកាន់បិណ្ឌជុំបិណ្ឌនេះបានឱកាសញាតិញោមទៅសន្សំបុណ្យបំពេញនៅបុណ្យកុសលផ្សេងបើមិនបានឱកាសដើម្បីធ្វើបុណ្យឯណាឲ្យច្រើនទេបានឱកាសពេលភ្ជុំបិណ្ឌហ្នឹងទៅសន្សំបុណ្យយកបុណ្យកុសលនឹងខ្លះផងអញ្ចឹងបានញាតិញោមនឹងឱកាសធ្វើបុណ្យទាំងចាស់ទាំងក្មេងនេះប្រយោជន៍នៃការធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទី5ទី6បានសាមគ្គីគ្នាបានរួមគ្នានៅក្នុងផ្ទៃនៃពុទ្ធសាសនាញាតិញោមពេលនឹងអ្នកនៅឯណាក៏ដោយទៅសាមស្រុកកំណើតភូមិកំណើតនាំគ្នាចំណាយនៅថវិកាមួយចំនួនទិញនៅគ្រឿងសម្ភារៈរបស់របរតែស្ករទឹកដោះគោចង្ហាន់បិណ្ឌបាតទៅជួបជុំគ្នានៅតាមវត្តអ្នកនៅខេត្តនេះអ្នកនៅខេត្តនោះស្រុកនេះស្រុកនោះមកស្រុកកំណើតរបស់ខ្លួនបានទៅជួបជុំគ្នាពេលខ្លះ4-10 ខែយើងបានជួបជុំគ្នាម្ដងផងដល់ទៅពេលឱកាសជុំបិណ្ឌហ្នឹងបានជួបគ្នាបង្ហាញនៅសេចក្តីស្រឡាញ់ដល់គ្នានឹងគ្នាបង្ហាញនៅភាពសាមគ្គីជាបងជាប្អូនជាញាតិមិត្តនៅក្នុងស្រុកនៅក្នុងភូមិដល់គ្នានឹងគ្នាបង្ហាញនៅសេចក្តីល្អរឹតចំណងសាមគ្គីភាពដល់គ្នានឹងគ្នាធ្វើឲ្យខ្មែរយើងក្តីធ្វើឲ្យអ្នកកាន់ពុទ្ធសាសនាទាំងអស់នឹងក្តីចេះសាមគ្គីគ្នាចេះរួមគ្នាធ្វើឲ្យសាសនានេះរឹងរឹតតែសុខរឹងរឹតតែចម្រើនរឹងរឹតតែថិតថេររុងរឿងតទៅមុខទៀតទី7គឺរឹតចំណងបងប្អូនម្ដាយឪពុកខ្លះមានកូនមានចៅបែកក្រុមគ្រួសារទៅកូនចៅមកគ្រួសារនេះទៅរស់នៅខាងនោះគ្រួសារនេះទៅរស់នៅខាងនោះខេត្តនេះខេត្តនោះដល់ពេលភ្ជុំបិណ្ឌទោះបីកូនចៅណានៅខេត្តណាស្រុកណាផ្សេងពីគ្នាក៏ដោយខ្លះនៅជិតខ្លះនៅឆ្ងាយក៏ដោយពេលដែលឱកាសភ្ជុំបិណ្ឌនឹងឈានចូលមកដល់កូនចៅមកជួបជុំគ្នាមិនដែលខ្ចីរវល់ទូរស័ព្ទនិយាយគ្នាយ៉ាងណាក៏ដោយពេលហ្នឹងបានឃើញគ្នាផ្ទាល់បានសាកសួរបានផ្ដោះផ្ដងពាក្យសម្ដីរវាងគ្នានឹងគ្នាផ្ទាល់ធ្វើឲ្យបងប្អូនចេះស្គាល់គ្នាចេះស្រឡាញ់គ្នាចេះគោរពគ្នាចេះដឹងគុណឪពុកចេះដឹងគុណម្ដាយធ្វើឲ្យសង្គមដ៏តូចក្នុងក្រុមគ្រួសារមួយហ្នឹងរឹងរឹតតែបានប្រសើររឹងរឹតតែបានល្អជាងនឹងតទៅទៀតអាហ្នឹងប្រយោជន៍ទី7ប្រយោជន៍ទី8ដើម្បីឲ្យក្មេងគ្នាចេះធ្វើបុណ្យផងក្មេងខ្លះក៏ជាប់រវល់រៀនសូត្រក្មេងខ្លះក៏មិនសូវហ៊ានទៅវត្តវាមិនចេះនិយាយស្ដីជាមួយព្រះសង្ឃដល់ពេលភ្ជុំបិណ្ឌមនុស្សទៅច្រើនមិនសូវខ្លាចមិនសូវជាព្រួយបារម្ភប្រមាណមានឪពុកមានម្ដាយមានជីដូនជីតាទៅវត្តកូនចៅក៏ចេះទៅវត្តមានបោះបាយបិណ្ឌអីចឹងទៅទោះបីបោះបាយបិណ្ឌដូចអាបានសម្ដែងច្រើនដងហើយទោះបីវាមិនមានប្រយោជន៍យ៉ាងវាមានគុណប្រយោជន៍ផងវាមានគុណវិបត្តិផងប៉ុន្តែបានក្មេងគ្នាស្គាល់វត្តចាប់ផ្ដើមសន្សំនៅសេចក្តីល្អបន្តទៅទៀតសេចក្តីល្អផ្សេងទៀតអញ្ចឹងធ្វើឲ្យក្មេងបានស្គាល់វត្តបានស្ដាប់ធម៌បានយល់ធម៌បានធ្វើខ្លួននេះឲ្យល្អបំពេញនៅបុណ្យកុសលនឹងផ្សេងនៅក្នុងវត្តហ្នឹងអាហ្នឹងទី8ទី9ដែលមានកាន់បិណ្ឌភ្ជុំបិណ្ឌធ្វើឲ្យយើងបានស្ដាប់នៅបរាភវសូត្រនេះទំនៀមខ្មែរ
ចាក់តែខែភ្ជុំបិណ្ឌនឹងតែរដូវភ្ជុំបិណ្ឌនឹងទៅចាក់ចូលឆ្នាំគេមិនដែរចាក់ទេគេដែរចាក់ទេដែលលឺគេចាក់ដែរដែលលឺគេចាក់ចូលឆ្នាំនៅភ្ជុំបិណ្ឌដូចគ្នានឹងឆៃយ៉ាំគេចាក់តែពីកឋិនហ្នឹងណាញោមអញ្ចឹងបានស្ដាប់នៅបរាភវសូត្រដើម្បីឲ្យយល់នៅអត្ថន័យនៃសេចក្តីវិនិច្ឆ័យទាំង12យ៉ាងអ្នកដែលទៅសែបអ្នកដែលស្អប់ធម៌អ្នកទ្រុសធម៌អ្នកដែលទៅសែបគប់ជាមួយនឹងបាបប្រមិតអ្នកដែលមិនដឹងគុណមេត្តាបិតាអ្នកដែលពូតផកុហកសមណៈព្រាហ្មណ៍មេត្តាបិតាអ្នកដែលមានទ្រព្យហើយមិនបានចិញ្ចឹមមេត្តាបិតាអ្នកដែលចាស់ពេកហើយមានតម្រេកនឹងក្តីតណ្ហាអ្នកដែលលេងលបែង3ប្រការលបែងស្រីលបែងស្រាលបែងភ្នាល់ទាំងឡាយនាំឲ្យវិនិច្ឆ័យយើងបានឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌនេះទៅវត្តបានស្ដាប់បរាភវសូត្រដឹងថាណែកូនចៅដែលឪពុកម្ដាយចិញ្ចឹមមកហើយមិនខ្ចីរវីរវល់ចំពោះគាត់មិនចិញ្ចឹមបីបាច់ទំនុកម្រងគាត់មិនសងគុណគាត់ទេនាំឲ្យវិនិច្ឆ័យអ្នកណាដែលលេងលបែង3ប្រការផឹកស្រាផឹកអីនេះនាំឲ្យវិនិច្ឆ័យកាលណាយើងបានដឹងអញ្ចឹងយើងខ្លាចហើយក៏វាចាមិនហ៊ានប្រព្រឹត្តមិនហ៊ានធ្វើដោយយើងបានទៅវត្តនាឱកាសនឹងបានស្ដាប់នៅបរាភវសូត្រនឹងហើយការចាក់បរាភវសូត្រការស្ដាប់នៅបរាភវសូត្រនេះណាញោមបើក្នុងគំនិតរបស់អាត្មាណាកុំចាក់តែខែកាន់បិណ្ឌភ្ជុំបិណ្ឌបើអាត្មាឲ្យគេចាក់ដល់មុនយកឆ្នាំមកបានត្រូវពីព្រោះចូលឆ្នាំអ្នកដែលផឹកច្រើនលបែងច្រើនពេលរដូវចូលឆ្នាំហើយដល់បរាណនេះនិយាយពីសេចក្តីវិនិច្ឆ័យហើយដល់ពេលមុនជុំបិណ្ឌឬមុនចូលឆ្នាំឬចូលឆ្នាំមនុស្សភាគច្រើនគឺប្រព្រឹត្តនៅអំពើអបាយមុខអបាយភូមិផ្លូវវិនិច្ឆ័យនោះលបែងក៏ច្រើនពេលនោះស្រាក៏ផឹកច្រើនពេលមុនចូលឆ្នាំនោះហើយដល់បរាភវសូត្រកំពុងតែនិយាយពីរឿងដែលវិនិច្ឆ័យនោះបានអាត្មាថាគូចាក់ពេលចូលឆ្នាំមុនចូលឆ្នាំកន្លះខែហ្នឹងមកទឹកអីហ្នឹងរឹតតែល្អជាងចាក់ពេលជុំបិណ្ឌកាន់បិណ្ឌនឹងផងអញ្ចឹងទី9គឺបានឱកាសស្ដាប់នៅបរាភវសូត្រឲ្យដឹងអំពីអត្ថន័យថាតើប្រព្រឹត្តយ៉ាងណាទៅវិនិច្ឆ័យបានដឹងកិច្ចពីវិនិច្ឆ័យទៅរកការប្រព្រឹត្តដែលនាំឲ្យមាននៅសេចក្តីចម្រើនទី10គឺបានជួបជុំបងប្អូនបកកើតក៏ដោយបងប្អូនជាខ្មែរជនរួមជាតិទាំងអស់គ្នាក៏ដោយគឺបានជួបជុំគ្នាអ្នកនៅស្រុកចិត្តអ្នកនៅស្រុកឆ្ងាយអ្នកនៅអាយអ្នកនៅនាយឯណាក៏ដោយពេលមកភ្ជុំបិណ្ឌកាន់បិណ្ឌនេះបានជួបជុំគ្នាទាំងអស់អានឹងក៏ចូលនៅទីប្រមាណបាញ់សាមគ្គីរួមគ្នាទាំងអស់មិនមែនតែក្រុមគ្រួសារមួយទេគឺរវាងអ្នកស្រុកហើយអ្នកភូមិចេះសាមគ្គីគ្នាចេះរួមគ្នារឹតចំណងជាធ្លុងមួយធ្វើឲ្យក្រុមគ្រួសារធ្វើឲ្យស្រុកភូមិធ្វើឲ្យវត្តអារាមនីមួយរឹងរឹតតែបានសុខរឹងរឹតតែបានចម្រើននឹងខ្លាំងឡើងជាងនឹងទៅទៀតអញ្ចឹងអត្ថប្រយោជន៍នៃការដែលធ្វើកាន់បិណ្ឌភ្ជុំបិណ្ឌនេះមានប្រយោជន៍ច្រើនណាស់អាត្មាភាពបានលើកឡើងអំបញ្ញមិញនេះមានរហូតដល់10ប្រការតាមកពិតមានច្រើនជាងនឹងទៅទៀតណាញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយបើនិយាយឲ្យខ្លីដើម្បីញាតិញោមកាន់តែងាយយល់ងាយចាំទៅថាការធ្វើនៅភ្ជុំបិណ្ឌនឹងមានប្រយោជន៍សំខាន់នោះរូបរួមខ្លីមាន3យ៉ាងនឹងប្រគេនព្រះកាសពប្រមាណប៉ុណ្ណេះសំទាននិមន្តជ្រាបសាធុកលោសិមហានន្ទជ្រាបហើយពិតជាពិរោះក្បោះក្បាយមានអត្ថន័យបកស្រាយនឹងពឹស្ដារហើយច្បាស់លាស់ល្អណាស់ញាតិញោមបើស្ដាប់នៅព្រះមហានន្ទលោកបកស្រាយតេតើអំពីអត្ថប្រយោជន៍ដ៏ច្រើននៅក្នុងការធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌយ៉ាងនេះដល់ទៅ10យ៉ាងហើយជាពិសេស
ទី9បាញ់មិញតកតងនឹងការសម្ដែងធัวផ្សព្វផ្សាយពធអប់រំពធហ្នឹងល្អណាស់ជាក់ចែងបច្ចុប្បន្នហ្នឹងគឺគ្រោះថ្នាក់ដោយសារតែរឿងប្រព្រឹត្តនៅលបែងសពបែបសពយ៉ាងលបែងស្រីលបែងស្រាគ្រឿងញៀនសពបែបសពយ៉ាងនេះអញ្ចឹងបរាភវៈសោតហ្នឹងសំដូចព្រះមហានន្ទលោកធ្វើការបកស្រាយមកអញ្ចឹងថាគួរចាក់ឲ្យបានច្រើនជាងហ្នឹងមិនចាំបាច់តែរដូវកាន់បិណ្ឌជុំបិណ្ឌទេវាអត់ខុសទេចូលឆ្នាំចាក់មុនចូលឆ្នាំកន្លះខែដើម្បីឲ្យយើងទាំងអស់គ្នាខ្លាចវិនិច្ឆ័យកាលណាបើមិនមានអ្នកប្រាប់អ្នកប្រងអីទេនឹកថាអត់មានទោសរហូតដល់ប្រមាថការពារយកអត្តសញ្ញាណជាតិខ្លួនឯងទៅផ្សារភ្ជាប់នឹងស្រានឹងទៅវាអស់ចាយកឈ្មោះប្រទេសខ្លួនឯងទៅដាក់ឈ្មោះស្រារហូតអញ្ចឹងទៅអត់មានតូចចិត្តអត់មានខ្លាចចិត្តដល់អ្នកដតីជាពិសេសដូចអាត្មាឯងមិនដែលបានមកតំណក់គេផងអីសាប៊ីកូកម្ពុជាអាត្មាមិនដែលបានស្គាល់រសជាតិផងហ្នឹងអញ្ចឹងមិនល្អប្រពៃទេនេះមកពីអ្វីមកពីខ្វះការស្ដាប់ធម៌ខ្វះការសិក្សាខ្វះការពិចារណានេះឯងហើយបើបានយល់ជ្រុតជ្រាបអំពីអត្ថប្រយោជន៍10យ៉ាងដូចព្រះមហាអនន្តធ្វើការបកស្រាយនេះពិតជាមានប្រយោជន៍និងមានសារៈសំខាន់ណាស់ប៉ុន្តែចុងខាងក្រោយព្រះមហាអនន្តសម្ដែងថាប្រយោជន៍នៅមានសំខាន់ច្រើនណាស់ប៉ុន្តែសំខាន់មាន3ទៀតតើប្រយោជន៍ដ៏សំខាន់3យ៉ាងទៀតហ្នឹងតើប្រយោជន៍អ្វីខ្លះទៅដែលចេញអំពីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះមានប្រយោជន៍ដ៏សំខាន់មាន3ចំណែកទៀតខ្ញុំកណាហ្នឹងឆ្ងល់ដែរហើយញាតិញោមក៏ឆ្ងល់ដែរប្រយោជន៍ធំច្រើនមកដល់ទៅ10យ៉ាងព្រះមហាអនន្តបានបកស្រាយយ៉ាងពីរោះក្បោះក្បាយល្អមែនតែនពេញចិត្តខ្ញុំកណានិងញាតិញោមឥឡូវព្រះមហាអនន្តលោកថានៅប្រយោជន៍សំខាន់3យ៉ាងទៀតតើអត្តន័យទាំង3យ៉ាងនោះមានអត្តន័យអត្តរសយ៉ាងណាខ្លះសូមឲ្យព្រះមហាអនន្តធ្វើការបកស្រាយឬក៏មានអត្តន័យឬក៏មានធម៌ឬក៏មានរឿងរ៉ាវណាមួយមកបញ្ជាក់បន្ថែមប្រកេនចែកជូនដល់ញាតិញោមឲ្យបានកាន់តែជ្រះថ្លានិងយកស្ដាប់ផងទាំងខ្ញុំកណាទាំងញាតិញោមមកមើលសូមវិសាចនីសូមរតនីបបិទ្ធព្រះកាសពដោយចម្រើនញាតិញោមដោយពេលវេលាព្រះអង្គគ្រូសូត្រលោកបានលើកពីខាងដើមហើយថាយ៉ាងយូរបំផុតត្រឹមម៉ោង10អីឥឡូវម៉ោង9:39ស្មារតីខ្ញុំកណានឹងប្រកេនទាំង3តែម្ដងអំពីប្រយោជន៍នៃការធ្វើកាន់បិណ្ឌភ្ជុំបិណ្ឌដោយសង្ខេបខ្លីប្រយោជន៍ទី1ប្រយោជន៍សម្រាប់នេះខ្លីបាញ់រៀងវែងបន្តិចមានប្រយោជន៍10យ៉ាងឯ3ហ្នឹងទី1គឺប្រយោជន៍សម្រាប់ព្រះសង្ឃទី2ប្រយោជន៍សម្រាប់ញាតិអ្នកស្លាប់ទី3គឺប្រយោជន៍សម្រាប់ខ្លួនឯងនេះញាតិញោមទី1ប្រយោជន៍សម្រាប់ព្រះសង្ឃអាត្មាភាពបានរៀបរាប់ត្រួសខ្លះហើយថាបានប្រយោជន៍យ៉ាងណាគឺលោកបានឆាន់ចង្ហាន់នៃញាតិញោមទំនុកបំរុងបច្ច័យ4នៃញាតិញោមបានទំនុកបំរុងហ្នឹងលោកបានបដិបត្តិធម៌សិក្សារៀនពធជួយលើកស្ទួយពុទ្ធសាសនាឲ្យរុងរឿងជួយសិក្សាពធបានយល់ខ្លួនឯងផងបានសម្ដែងប្រាប់ញាតិញោមឲ្យបានដឹងពីរឿងបុណ្យពីរឿងបាបពីរឿងខុសត្រូវពីរឿងគុណឪពុកម្ដាយជាដើមផងនេះព្រះសង្ឃទទួលប្រយោជន៍ហើយលោកក៏សាបព្រោះនៅប្រយោជន៍នេះឲ្យបានដល់ញាតិញោមអ្នកប្រគេននៅបច្ច័យទាំងឡាយ4នឹងវិញប្រយោជន៍ទីប្រយោជន៍សម្រាប់ញាតិអ្នកស្លាប់ញាតិញោមមកក្នុងទីនេះបើនិយាយពីគោលដៅដ៏សំខាន់នៃការធ្វើកាន់បិណ្ឌភ្ជុំបិណ្ឌនឹងគឺទិសដៅសម្រេចផលកុសលនៃបុណ្យនឹងដល់ទៅញាតិរបស់យើងឯណោះឪពុកយើងម្ដាយយើងជីដូនយើងជីតាយើងដែលយើងលះនៅទេយទានក្នុងទីនឹងដើម្បីឧទ្ទិសដល់ទៅអ្នកស្លាប់នឹងញាតិញោមបើយើងគិតពីអ្នកស្លាប់ទៅមានឪពុកមានម្ដាយជីដូនជីតារបស់យើងនេះបើយើងនិយាយអំពីគុណបំណាច់សេចក្តីល្អទង្វើល្អដែលលោកទាំងពីរធ្លាប់ចិញ្ចឹមបីបាច់ទំនុកបំរុងដល់កូនម្នាក់4-5នាក់នេះគឺច្រើនក្រៃលែងជាទីបំផុតដែលមិនអាចនឹងថ្លឹងថ្លែង
និយាយរៀបរាប់ថាតើគុណម្ដាយប៉ុន្មានគុណឪពុកនឹងប៉ុន្មានបានទេយើងអាចរៀបរាប់តែគុណធាតុ12 21ប៉ុណ្ណោះតែបើនិយាយពីគុណធម៌ទង្វើល្អទឹកចិត្តដ៏ល្អដែលឪពុកមានមកលើកូនច្រើនណាស់មិនអាចថាឪពុកមានគុណច្រើនជាងម្ដាយម្ដាយមានគុណមកលើកូននឹងច្រើនជាងឪពុកអត់អាចនិយាយបានទេពីព្រោះវាផ្ដើមឡើងចេញពីទង្វើដែលអ្នកទាំងពីរធ្វើមកលើកូនហើយទង្វើដែលលោកទាំងពីរធ្វើមកលើកូននេះច្រើនធំធេងក្រៃលែងជាទីបំផុតកូនចៅប្រុសស្រីម្ចាស់ថ្លៃទាំងឡាយសាកគិតពិចារណាមើលម្នាក់ដែលមកដល់ពេលនេះយើងបានធំប៉ុណ្ណេះយើងបានរៀនសូត្រចំណេះចេះដឹងបានត្រឹមនេះតើយើងបានទទួលអ្វីខ្លះដែលឪពុកម្ដាយយើងបានទំនុកបំរុងដល់យើងតើបាយទឹកនំចំណីដែលឪពុកម្ដាយចិញ្ចឹមយើងអស់បាយប្រមាណចានសម្លប្រមាណចានមិនបាច់ចាំគិតទៅលើសម្លៀកបំពាក់ថ្នាំកែរោគអីផ្សេងច្រើនណាស់ទេគិតតែបាយមួយមុខហ្នឹងតើម្ដាយយើងចិញ្ចឹមយើងអស់បាយប្រមាណចានអង្គប្រមាណករងប្រមាណតីប្រមាណស្បោងអង្គបាយទឹកឪពុកម្ដាយដាំមួយឆ្នាំទៅរទៅភ្ជួរទៅរស់ឬក៏ទៅបកកប្របអីមួយទិញអង្គយកមកដាំបាយឲ្យកូនតើបាត់ទៅណាអស់បាត់ទៅលើកូនតើកូនទទួលទានបាយនឹងអស់ប៉ុន្មានមកហើយទម្រាំតែបានធំប៉ុណ្ណឹងហ្នឹងកាពះយើងតូចណាស់ប៉ិនកដៃប៉ុន្តែបើនិយាយពីច្រកបាយនេះមិនដឹងជាអស់ប៉ុន្មានមកទេនេះកាពះយើងម្នាក់ប៉ិនកដៃផងហើយយើងនិយាយត្រឹមតែបាយមួយមុខផងអស់ច្រើនមកសន្ធឹកទៅហើយចុះនៅអ្វីផ្សេងទៀតសម្លផ្លែឈើនំនែករបស់របរច្រើនមុខទៀតសម្លៀកបំពាក់ទៅតាមរដូវទៅតាមការទៅតាមកម្មវិធីផ្សេងទៀតផងហើយនៅទឹកចិត្តអាណិតកូនមិនចិញ្ចឹមកូនឲ្យតែធំឲ្យតែធាត់ប៉ុណ្ណឹងទេម្ដាយឪពុកចង់ឲ្យកូនចេះចង់ឲ្យកូនល្អចង់ឲ្យកូនយល់ចំណាយនៅលុយកាក់ប្រាក់ដើម្បីឲ្យកូនបានទៅរៀនទៅសូត្រថែមទៀតណោះតើយើងចាយលុយពីឪពុកយើងម្ដាយយើងអស់ប្រមាណតើម្ដាយយើងនោះគាត់ពិបាកប៉ុណ្ណាកម្លាំងកាយកម្លាំងចិត្តដែលឪពុកម្ដាយធ្វើដើម្បីកូនតើគាត់ពិបាកលឿយហត់ប៉ុណ្ណាយើងមិនដែលគិតពិចារណាទេថាតើម្ដាយពិបាកយ៉ាងណាដែលចិញ្ចឹមកូនទម្រាំធំប៉ុណ្ណឹងតើម្ដាយមានដែលកើតទុកមានដែលបង្ហូរទឹកភ្នែកមានដែលដេកនៅក្នុងមន្ទីរពេទ្យដោយសារតែចិញ្ចឹមកូននេះទេយើងសាកគិតពិចារណាមើលណាញាតិញោមបងប្អូនកូនចៅប្រុសស្រីម្ចាស់ថ្លៃទាំងឡាយគួរតែគិតពិចារណាទម្រាំតែកូនបានធំប៉ុណ្ណេះមានចំណេះចេះដឹងរៀនដល់ថ្នាក់នេះម្ដាយឪពុកយើងគាត់បានកើតនៅសេចក្តីទុក្ខរហូតបង្ហូរទឹកភ្នែកដោយសារតែកូននេះច្រើនលើកច្រើនគ្រាមកហើយអ្នកខ្លះស្រឡាញ់អ្នកដតីខ្វល់ពីអ្នកដតីជាងឪពុកម្ដាយយើងទៅទៀតតែយើងគួរតែគិតពិចារណាណាដែលយើងខ្វល់អ្នកដតីយកចិត្តអ្នកដតីគិតតែពីអ្នកដតីនោះជាងឪពុកម្ដាយយើងមានគិតទេថានៅពេលដែលយើងជួបនៅបញ្ហាផ្សេងអ្នកណាដែលខ្វល់អ្នកណាដែលព្រួយអ្នកណាដែលបារម្ភយើងឪពុកយើងម្ដាយយើងពេលដែលយើងឈឺដេកក្នុងមន្ទីរពេទ្យអ្នកណាទៅចេញលុយថ្លៃថ្នាំចាក់ថ្លៃពេទ្យអីឲ្យកូនឲ្យយើងឪពុកម្ដាយពេលដែលយើងឈឺអ្នកណាទៅថែរក្សាអ្នកណាទៅមើលឪពុកម្ដាយពេលដែលយើងមានគ្រោះថ្នាក់ចរាចរណ៍អ្នកណាដែលភ័យស្លន់ស្លោជាងគេឪពុកម្ដាយពេលកូនមានរឿងរ៉ាវឆ្លោះទាស់ទែងជាមួយអ្នកនេះជាមួយអ្នកនោះអ្នកណាភ័យអ្នកណាព្រួយអ្នកណាចេញទៅដោះស្រាយឪពុកម្ដាយពេលដែលកូនត្រូវសមត្ថកិច្ចចាប់ចូលក្នុងពន្ធនាគារឃុំឃាំងទៀតអ្នកណាទៅមើលកូនគឺឪពុកម្ដាយ
ពេលដែលកូនឈឺមានជំងឺអ្នកណាដែលព្រួយអ្នកណាដែលភ័យអ្នកណាដែលទឹកភ្នែកគឺឪពុកម្ដាយមានរឿងច្រើនណាស់ដែលឪពុកម្ដាយបង្ហូរនៅទឹកភ្នែកកើតនៅសេចក្តីទុក្ខដោយសារតែកូនចៅប្រុសស្រីនេះទម្រាំកូនបានធំប៉ុណ្ណេះឪពុកម្ដាយយើងគាត់រងទុក្ខលំបាកផ្លូវកាយផ្លូវចិត្តច្រើនលើកច្រើនគ្រាមកហើយកូនចៅខ្លះថានៅតូចមិនសូវដឹងគុណពេលខ្លះយើងធំដឹងក្តីបានរៀនបានសូត្រចេះដឹងពងពោះហើយនៅតែមិននឹកឃើញគុណឪពុកម្ដាយក៏មានពេលខ្លះដឹងហើយតែធ្វើមិនដឹងក៏មានដែរនេះមិនមែនជារឿងដែលត្រឹមត្រូវជារឿងដែលល្អសម្រាប់យើងជាកូនឡើយចូលកូនចៅប្រុសស្រីទាំងឡាយកុំសម្លឹងឃើញតែអ្នកដតីថាល្អជាងឪពុកម្ដាយឲ្យសោះក្នុងលោកនេះអត់មាននរណាដែលល្អជាងឪពុកយើងជាងម្ដាយយើងនោះទេមុននឹងកូនចៅសម្លឹងទៅឃើញអ្នកដតីល្អជាងឪពុកម្ដាយមុននឹងទៅធ្វើនៅសេចក្តីល្អជាមួយអ្នកដតីគួរណាតែកូនចៅប្រុសស្រីផ្ដើមចេញនៅការធ្វើទង្វើល្អនេះជាមួយឪពុកម្ដាយយើងសិនយើងគោរពពុទ្ធសាសនាយើងគោរពពុទ្ធណាស់យើងស្រឡាញ់ពុទ្ធចូលចិត្តពុទ្ធសាសនាគោរពទៅតាមពុទ្ធប៉ុន្តែមានឃើញទេពុទ្ធព្រះអង្គគោរពណាស់ព្រះអង្គពេញចិត្តណាស់សងគុណចំពោះមេត្តាបិតារបស់ព្រះអង្គបងប្អូនមានគិតឃើញទេពេលពុទ្ធបានត្រាស់ដឹងវស្សាចុងជីវិតចុងក្រោយវស្សាទី7ព្រះអង្គនៅតែតាមទៅសងគុណមេត្តាព្រះអង្គពនាងសរិមហាមាយាននៅឯឋានតាវតឹងឯណោះសម្ដែងធម៌នៅឯនោះដើម្បីប្រោះមេត្តានៅឋានតុសិតដើម្បីប្រោះមេត្តាដែលនៅឋានតាវតឹងឯណោះយើងសាកគិតមើលគ្រូយើងអ្នកដែលយើងគោរពព្រះអង្គគោរពមេត្តាព្រះអង្គរាល់ជាតិកំណើតជាសត្វក៏ដោយកំណើតជាមនុស្សក៏ដោយចុះយើងក្រែងគោរពពុទ្ធសាសនាគោរពពុទ្ធចុះបើគ្រូយើងពុទ្ធសាសនារបស់យើងព្រះអង្គធ្វើអីក៏ដោយកើតជាតិអីក៏ដោយមិនដែលបំភ្លេចគុណមេត្តាបិតាផងចុះយើងផ្ដើមដំបូងគោរពមេត្តាបិតាធ្វើសេចក្តីល្អចំពោះមេត្តាបិតាយើងសិនបើមេត្តាបិតានៅរស់កូនចៅនៅតូចមិនបានទៅសងគុណមេត្តាបិតាមិនទាន់ទៅរលុយកាក់ប្រាក់នុកបំរុងមេត្តាបិតាកើតទេលៃយ៉ាងណាធ្វើយ៉ាងណាកុំឲ្យតែឪពុកម្ដាយយើងពិបាកចិត្តដោយសារកូនម្នាក់នេះក៏ជារឿងមួយដែលល្អដែរគ្រាន់តែមិនឲ្យឪពុកម្ដាយយើងពិបាកដោយសារយើងក៏ជារឿងល្អមួយទៅហើយដែលកូនចៅបានធ្វើចំពោះមេត្តាបិតានោះហើយបើសិនជាយើងត្រូវមេត្តាបិតាបាត់បង់ជីវិតទៅត្រូវនាំគ្នាធ្វើបុណ្យឧទ្ទិសជូនចំពោះម្ដាយយើងឪពុកយើងផងខ្មែរយើងដែលធ្វើពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះញាតិញោមបងប្អូនគឺដើម្បីឲ្យកូនចៅប្រុសស្រីទាំងឡាយចេះនឹកឃើញដល់ឪពុកម្ដាយផងពីព្រោះម្ដាយយើងខ្លះឪពុកយើងខ្លះណាដោយសារតែកូននេះទើបគាត់ទៅកើតនៅកំណើតជាប្រែតកំណើតអបាយភូមិនោះដោយសារណាដោយសារតែយើងម្នាក់នឹងឯងកូនចៅត្រូវដឹងថាពេលខ្លះឪពុកយើងម្ដាយយើងដើម្បីឲ្យតែកូននេះហូបឆ្អែតដើម្បីឲ្យតែកូននេះបានរស់បានស្លៀកពាក់ល្អគាត់ទៅប្រកបរបររកស៊ីលក់ដូរភូតភោកុហកបោកប្រាស់បំបត្តិអ្នកដតីក៏មានដែរដោយសារណាដោយសារកូនបើគ្រាន់តែឪពុកម្នាក់ម្ដាយម្នាក់ពីរនាក់ប្តីប្រពន្ធគាត់មិនសូវជាខ្វល់មិនសូវជាពិបាកទេតែដើម្បីកូនឲ្យកូនរស់ឲ្យកូនសុខឲ្យកូនស្រួលទៅរកស៊ីទៅប្រកបរបរកាប់កេងបោកប្រាស់អ្នកដតីប្រព្រឹត្តនៅអំពើទុច្ចរិតដើម្បីកូនតើឪពុកម្ដាយយើងគាត់ទៅជាយ៉ាងណាពេលខ្លះមិនបានទៅបុណ្យមិនបានទៅទានខ្លះទៅបុណ្យទៅទានហើយទៅធ្វើនៅទង្វើអាក្រក់ថែមទៀតដោយសារណាដោយសារកូនដូចយើងធ្វើបុណ្យដើម្បីប្រែតហ្នឹងប្រវត្តិរឿងរ៉ាវចេញមកពីណាម្ដាយស្រឡាញ់កូនពេញចិត្តចំពោះកូនអាណិតកូនកូនយំទាឃ្លានខ្លាំងពេកដាច់ចិត្តយករបស់ដែលត្រូវប្រគេនប្រសង់
ទៅឲ្យកូនមុនប្រគេនប្រសងទៀតមានបាបកម្មពីវរិយទៅកើកំណើប្រែតដោយសារតែកូនហ្នឹងទំនួញប្រែតញាតិញោមបានស្ដាប់ហើយរាល់រដូវកាន់បិណ្ឌជុំបិណ្ឌគេចាក់ឲ្យយើងស្ដាប់ហ្នឹងអញ្ចឹងម៉ែឪយើងនេះដែលទៅកើតជាប្រែតដោយសារតែកូនហ្នឹងហើយបើកូននៅតែមិនដឹងទៀតទំនួញប្រែតលោកអុចសុខាថាម៉េចប្រយ័ត្នធ្ងន់ជាងឪនេះទៀតពីព្រោះអីយើងអត់ដែលដឹងគុណមេត្តាបិតាអុចសុខាថាប្រយ័ត្នវាធ្ងន់ជាងឪនឹងទៅទៀតនោះអញ្ចឹងឪពុកម្ដាយយើងគាត់ទៅជ្រុលជ្រោះទៅកើតកំណើតមិនសមគួរអបាយភូមិជាដើមនោះដោយសារតែកូននឹងដែរបើកូននៅតែមិននឹកនាមិនព្រមធ្វើបុណ្យកុសលដើម្បីឪពុកម្ដាយទៀតនោះតើយើងនេះជាមនុស្សយ៉ាងណាទៅថាពីមុនមកឪពុកម្ដាយនៅរស់យើងមិនដឹងគុណបានតបស្នងសងគុណធ្វើម៉េចខ្ញុំវានៅតូចបានរៀនបានសូត្រមិនសូវដឹងគុណឪពុកម្ដាយមានគុណយ៉ាងណាតែដែលយើងបានដឹងហើយយើងធំហើយយើងចេះហើយនេះបើមិននឹកគុណមិនចេះធ្វើសេចក្តីល្អចំពោះមេត្តាបិតាទៀតទេតើយើងជាកូនបែបណាប្រភេទណាទៅអញ្ចឹងបានជាពេលហ្នឹងណាញាតិញោមបងប្អូនប្រុសស្រីកូនចៅទាំងឡាយត្រូវដឹងថាពេលនេះយើងធ្វើបុណ្យហ្នឹងប្រយោជន៍ដើម្បីឪពុកយើងម្ដាយយើងជីដូនយើងជីតាយើងដែលគាត់ស្លាប់បាត់បង់ជីវិតធ្វើម៉េចពេលនោះកាលឪឯងកាលឪពុកឯងនៅរស់ខ្ញុំបានដឹងឥឡូវទោះបីតែស្លាប់ទៅក៏ពិតមែនពេលហ្នឹងខ្ញុំធ្វើបុណ្យឧទ្ទិសជូនទៅឲ្យលោកឪពុកលោកម្ដាយម៉ាក់ប៉ាទៅកើតនៅទីណាមកទទួលបុណ្យកុសលពីកូនផងពេលហ្នឹងកូនចៅបាននាំគ្នាមកធ្វើបុណ្យប្រគេនចង្ហាន់ប្រសង់ក្នុងទឹកដីវត្តពុទ្ធឃោសាចារ្យចិនដំដែកលើកយកបុណ្យកុសលហ្នឹងឧទ្ទិសជូនទៅលោកឪពុកលោកម្ដាយមកទទួលបុណ្យពីកូនផងអញ្ចឹងគាត់ក៏រីករាយក៏បានទទួលនៅចំណែកនៃបុណ្យកុសលហ្នឹងពីយើងជាកូនជាបងជាប្អូនពពួកញាតិនៅក្នុងក្រុមគ្រួសារនឹងដែរអញ្ចឹងប្រយោជន៍នេះប្រយោជន៍ទី2គឺសម្រាប់ញាតិដែលស្លាប់ទៅប្រយោជន៍ទី3គឺប្រយោជន៍សម្រាប់ខ្លួនឯងញាតិញោមទោះបីយើងមានគំនិតថាខ្ញុំទៅធ្វើបុណ្យទៅបាំងស្កូលប្រគេនប្រសង់នៅវត្តចិនដំដែកហ្នឹងដល់ឪពុកខ្ញុំម្ដាយខ្ញុំប៉ុន្តែមិនមែនអត់បុណ្យមិនថាឲ្យអ្នកស្លាប់ទៅទទួលយកបុណ្យកុសលពីយើងអ្នកធ្វើទៅឲ្យអស់បុណ្យទេបានបុណ្យកុសលខ្លួនយើងនឹងដែរធ្វើឲ្យជីដូនជីតាប៉ុណ្ណាគាត់ក៏បានទទួលយើងឯនេះក៏បានទទួលដែរប្រៀបដូចញាតិញោមមានទៀនមួយដើមអុជបំភ្លឺហើយចែកអាទៀនដែលអុជបំភ្លឺនឹងឲ្យអ្នកដទៃគេបានអុជផងគេបានភ្លឺគេបានពន្លឺពីញាតិញោមអ្នកចែកឲ្យគេអុជឯខ្លួនយើងក៏វាអត់បាត់ពន្លឺនឹងទៅណាដែរនៅតែភ្លឺអញ្ចឹងឯងយ៉ាងណាមិញយើងអ្នកធ្វើបុណ្យអ្នកធ្វើទានកាន់បិណ្ឌជុំបិណ្ឌពេលហ្នឹងបានបុណ្យកុសលសម្រាប់ខ្លួនយើងនឹងដែរទាំងអ្នកស្លាប់ក៏បានបុណ្យទាំងយើងខ្លួនឯងនេះក៏បានបុណ្យដែរហើយសំខាន់ខ្លាំងណាស់ញាតិញោមបងប្អូនហើយបុណ្យសម្រាប់ខ្លួនឯងនេះញាតិញោមសំខាន់ណាស់ដែលបានបុណ្យសម្រាប់ខ្លួនឯងហ្នឹងពីព្រោះមនុស្សយើងទៅជាយ៉ាងនេះទៅជាយ៉ាងនោះគឺមកតែពីបុណ្យនឹងឯងកុំថាអ្នកមានមកពីគេខំប្រឹងរកស៊ីចុះអ្នកខ្លះទីគេខំប្រឹងរកស៊ីដែរមិនមានថាទាល់តែមានបុណ្យផងរទេះកង់ពីរមិនអាចវិលទៅតែមួយខាងហើយទៅមុខបានទេវាទាល់តែវិលទៅទាំងពីរទៅមុខបានមនុស្សយើងប្រឹងប្រែងរកស៊ីយ៉ាងណាក៏ដោយបើអត់មានបុណ្យកសាងសន្សំទុកពីពេលមុនមកផ្សំជាមួយទេរស៊ីយ៉ាងណាក៏អត់អាចជោគជ័យអត់អាចចម្រុងចម្រើនទៅបានដែរអញ្ចឹងមនុស្សយើងដែលជួបនៅសភាពសពថ្ងៃអ្នកខ្លះរស៊ីទៅមានបានដាក់ចុះដុះឡើងអ្នកខ្លះធ្វើអីចេះតែសម្រាប់ជោគជ័យអ្នកខ្លះប្រឹងប្រែងយ៉ាងណាក៏នៅតែមិនមានថាមកតែពីបុណ្យអ្នកណាចង់ក្រអ្នកណាចង់រូបអាក្រក់អ្នកណាចង់អាយុខ្លីអ្នកណាចង់មានរោគគ្មានអ្នកណាចង់ទេប៉ុន្តែហេតុអីបានជួបនៅអារឿងដែលមិនចង់បាននោះថាមកពីខ្វះបុណ្យបើមានបុណ្យស្មានទៅជួបរឿងនោះអ្នកណាទៅចង់បានប៉ុន្តែទោះបីមិនចង់បានទោះបីចង់បានយ៉ាងណាកម្មអ្នកចាត់ចែងសត្វកម្មងសត្វទេវិភយតិយៈតិទាំងហើយណាប់បណៃតតាយៈកម្មអ្នកបែងចែកសត្វអ្នកតតៃសត្វ
อายุใครอายุเวงเมียนรูปอัดรูปเมียนเนกรูปจานเมียนเนกรูปตัดประกอบระบอบรกสีไอแจ้แต่เมียนแจ้แต่บานโดยจัดปัฒนาระบบลูดคือสดแต่มาปีบนก็ซ้อนเนกตะไตเนกจัดใจจังอ๋อจังยิดโยมบองพาวยืงโชว์รวมขนมวัดจันดำได้ขังตะโบขนมตีนังได้ยืงจำนายเตยนังนะยืงทองสำคัญคลังนะโยมเรื่องบนก่อซอนนี่สำคัญนะสำหรับพลูนยืงมันเนี่ยสำหรับพลูนยืงมารูปเตรกาจังบานคลังนะจิตตีบ่มปดเรื่องบนนี่ปีโปรบนนี่ยินโยมอดอาจอดบานทีโดยใบจังนะยินโยมใบนะสำคัญคลังนะสำหรับตัวตรงเอาชีวิตยืงรู้ยินโยมใบยินโยมบานยุลอัตนัยในบอลเอาโดยุลปีอัฐประยาวในบายนะเงียดโยมมกแต่คำปรังปรายทัวบอลโดยโฮบายยันปีโปรเงียดโยมดังตาโอ้อันอดบายบานดิเนี่ยนาปราบโฮบายก็ได้เนี่ยนามันฮาวโฮบายก็ได้บาอันมันโฮชบ้าเจี๊ยได้ปูสลับจังบาเนี่ยนามันจูนบายเต้เนี่ยนามันตะโรบายเอาเต้ตึกดำตึกซอยโยมมาโฮพลูนไอปีโปรดังท่าอาบายนี่การนาโฮเตอร์ตรงชีวิตเยอะเอารู้บาดเมียนไอโฮเตอร์ไปมุกแต่สลัมปัญญาเงียดโยบอลนะบางเงียดโยมกรอนแต่โฮบายเงียดโยมกรอนแต่เมียนบายโฮเอาเงียดโยมรู้กับปัดแม่นแต่บางเงียดโยมรู้กันนะอัดเมียนในสิ่งใดศพวะโดยเมงอันนาธาอัดเมียนเตี้ยสบายอัดเมียนบองโปนอัดเมียนตรวจสมบัติอัดเมียนระบใบตึกนมจุ่มในข้อเอาเสาสบายไอเมียนชีวิตรู้หนึ่งเมียนชีวิตมวยโดเงียดโยมได้ปัญหาบางชีวิตตัดดาบตัดดูโรแต่เตี้ยสบายก็เมียนโรแต่ใบตึกนมจุ่มในโฮก็เมียนสำเลียบองเปะสลีเอาละอ้อก็เมียนเนาะเมียนเงียดเมียนมัดเมียนบองโปนากินยัยรอบโรสัวถัดซอกเต้สัวแต่สรัวเต้สัวแต่ยืงจังบานเต้อดเมียนนาจังบานเลยเจ้าให้ได้บานเตยจังทำเอาไปคว้าบอลจังยืงเมียนชีวิตรู้หายเตรียมตีมวยเตี้ยจังบานในเสกได้ซอกหายนำไปบานในเสกได้ซอกนกบานยิดโยบตัวแต่ทัวบอลปะปดสำแดงทาโศกเขาปนเนียสะอุจจะยาวเกริยาสันซอมบอลจะให้นอมเอาบานในเสกได้ซอกบนก็ซ้อนนอมเอายืงบานซอกบ่าวยืงจังบานซอกลูกนาแต่ยืงทัวบอลจังโดยใบจังnhiệt nhiều mai bởi nhiệt nhiều đang ngặt từ đây hơi bạch chăm khoa khoai bạch chăm cru sâu đặt ma từ pháp bon nhiệt nhiều màu nhiệt nhiều bạch chăm từ đang tươn tê bởi nhiều bạn đăng côn đầm lai tháp phải giao này bọt nô bạch chăm là na pháp có nhiệt nhiều trâu từ thưa bọt đây nhiệt nhiều đằng đó bón đôi bái anh hốp đâm bay rù nó bón anh thưa đâm bay sọc hay sẽ cái đây sọc nó anh trong bàn nó sẽ cái đây sọc anh trong bàn sủa anh trong bàn chầm rợn nè nào mình prap anh có anh từ từ vừa đấy đâm bay luôn anh bàn sọc chẳng nhiệt nhiều mất không prang prai vừa mình bạch chăm là na prap lại từ prang prai khnak này bầm pin nơi bon cỏ son đang đòi luôn này chẳng nhiệt nhiều vừa căn ban chung ban đấy phải giáo tì bay cứ phải giáo sầm rap luôn ai đây chỉ riêng chăm bạch bầm phốt hai chỉ riêng để rút ron nhiệt nhung phải nhà thưa ở toán chỉ vật dưỡng toàn dưỡng ruột nơi nhiệt nhung mà thọp sầm đây hơi tha nhiệt nhung là vô panna nhiệt nhung prang prai rồi thọp sầm bát giang đa cả đôi panna trong cõi complete riêng thưa bon cỏ son ao khuôn anh phong nè na tiếng ma tiếng một con bạch cha cả na group on cái đây nhiệt nhung cái đây dưỡng sót tai miên ca chua bật tia nơi rương môi trong cào từ ca bắt băng nơi chỉ vật dương tranh thì phục hành đầy đi chẳng bà dương mình đăng tha bắt ngày nam màu na bên là na vô ấy từ bàn tế cô prang prai chia diêm hai thưa bon có so sầm rạp luôn anh núp trong cào chỉ vật dương bất chia mình cần đôi cần đành lời nhom bạc cả na lược lợn pi áp tháp phải giao chẳng bay giang đôi sừng khaiในการthưa căn bân chụp bân miềnประมาณ phần đây là mơm đào màu đòi đại hơi mong đọc mùi nửa tì hơi và kênh bạc cà sọc sông ác nô mô tờ ni
សាធុសាធុសាធុសន្តរង្ខោមហានន្ទព្រោះក្បោះក្បាយណាស់កឡោសេឆ្លាតក្នុងបកទីធ្វើឲ្យគុណម្ចាស់ញាតិញោមទាំងអស់គ្នាបានយល់កាន់តែច្បាស់អត្ថប្រយោជន៍សំខាន់ដែលព្រះមហានន្ទលោកបានបកស្រាយមកខ្ញុំបន្ថែមទេគឺថាសេចក្តីនេះធ្វើឲ្យទឹកដែលល្អក់នោះបានភ្លឺថ្លាឆ្វាំងអស់ទៅហើយបើចិញ្ជ្រុំថែមទៀតក៏លោវក់វល់ទៅវិញហេតុដូច្នេះខ្ញុំក៏ណាសូមថ្លែងអំណរប្រគុណប្រគុណដល់ព្រះមហានន្ទដែលមានសម្ដីវោហាសាស័ព្ទនិងពាក្យពិរោះក្បោះក្បាយបកស្រាយប្រកេនជូនញាតិញោមមកបានស្ដាប់ហើយបងប្អូនប្រុសស្រីគួរណាស់តែស្រឡាញ់បុណ្យគួរណាស់តែស្រឡាញ់ឪម៉ែពីព្រោះព្រះមហានន្ទបានបកស្រាយឲ្យយើងយល់ថាគ្មាននរណាហើយដែលប្រសើរជាងឪជាងម៉ែទេពុទ្ធបរិស័ទបងប្អូនលោកយាយលោកតាអ្នកមានសទ្ធាជ្រះថ្លាអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទអាត្មាភាពពៅវុធីវត្តចិនដំដែកលេខ092 34 97 99 092 34 97 99 ឬតាមរយៈទូរស័ព្ទលេខ016 99 53 99 សូមអរព្រគុណនិងសូមអរគុណanh đây hoài gì, anh ăn tinh